ស្មារតីហ្នឹងនៅពេលដែលគណៈកម្មការជាសំណួរមកហើយយើងក៏មើលសំណួរលឿនពេកយើងមើលសំណួរមួយអានឲ្យដឹងអំពីខ្លឹមសារនៃប្រធានបទសំណួរថាគេជាអីហេតុអីខ្ញុំនិយាយអញ្ចឹងពេលថាទៅយើងអានសំណួរលឿនពេកយើងគិតថាសំណួរហ្នឹងគឺជាសំណួរដែលយើងចេះប៉ុន្តែជាក់ស្ដែងសំណួរពាក្យកលឹះមួយហ្នឹងវាអត់ដូចគ្នាទេពាក្យកលឹះគឺពាក្យច្បាប់ហ្នឹងគឺថាយើងអានសំណួរចេញមកសំណួរគេចេញប្រឡងការរំលឹកពីសន្យាទេប៉ុន្តែពេលយើងសេលោកចៅឬក៏មកពីសន្យាអញ្ចឹងវាស្តីគ្នាក៏ប៉ុន្តែវាដូចគ្នាទេហើយទម្រង់ប្លង់នៃការប្រឡងនៅការសរសេរហ្នឹងក៏ដូចគ្នាដែរអញ្ចឹងដល់ពេលយើងចេញសំណួរដំបូងយើងត្រូវព្រៀងសិនថាប្រធានបទហ្នឹងបើសិនជាបាក់ណាស់ផ្នែកទេលុតតើប្រធានបទហ្នឹងគេសរសេរទៅលើប្លង់គេខ្លះប្រមាណផ្នែកទេលុតយើងអាចសរសេរចំគោលដៅរបស់គណៈកម្មការចង់បានគឺសំខាន់បំផុតគឺប្លង់ហើយទៅខ្លឹមសារអ្វីដែលយើងហើយនៅថតនេះសូមលើកចាត់បងប្អូនមកគ្នាសរសេរជាប្រធានបទសិនសុំទៅមានបទរកតិចនៅពេលត្រៀមហ្នឹងគឺសរសេរជាប្រធានបទដែលយើងគិតថាចេញសិនហើយយើងត្រូវហាត់សរសេរព្រៀងយើងមិនគិតថាយើងចេះទេស្ដីហើយដល់ពេលយើងសរសេរខ្ញុំគិតថាអត់ស្រួលទេពិសេសខ្ញុំតហើយគឺការសរសេរខ្លឹមសារប្រឡងផ្អែកតាមប្លង់នេះគឺពិបាកមែនទេពិបាកទី2គឺពាក់ព័ន្ធជាមួយនឹងគ្នាភ្ជាប់ពីប្លង់មួយទៅប្លង់មួយត្រូវភ្ជាប់បែបណានេះគឺជាចំណុចដែលពិបាកហើយចំណុចទាំងអស់ហ្នឹងយើងអាចធ្វើទៅបានព្រោះតែយើងមានការហាត់សរសេរឲ្យបានច្រើនទៅលើប្រធានបទរបស់យើងមួយអញ្ចឹងពេលយើងព្រៀងប្លង់ហើយយើងត្រូវសេចម្លើយចូលសេចម្លើយចូលហ្នឹងយើងត្រូវពិចារណាទៅលើប្រធានបទដែលចេញប្រឡងដែរឧទាហរណ៍ប្រធានបទនៅក្នុងមេបុគ្គមួយមានតែ3ម៉ោងទេប៉ុន្តែបើសិនជាប្រធានបទហ្នឹងមានតែ1យើងសរសេរប្លង់ហើយសរសេរខ្លឹមសារមេរៀនចូលតិចប្រហែលជាអត់ឈ្នះគេទេប៉ុន្តែបើប្រធានបទហ្នឹងមាន3ឬក៏4បើយើងសរសេរខ្លឹមសារឬក៏ប្លង់លម្អិតចូលក្នុងប្រធានបទចេញប្រឡងមួយនឹងគិតថាក៏យើងសរសេរអត់តដែរអញ្ចឹងយើងត្រូវឲ្យយកពេលវេលាទៅតាមប្រធានបទហើយនឹងចិត្តសំណួរដែលគណៈកម្មការបានចេញហើយកត្តាដែលជាមាននេះខ្ញុំគិតថាមានក្នុងសេចក្តីណែនាំរបស់ខាងបញ្ជាក់ឬក៏គណៈមេធាវីបានជួយដំណើរហើយអញ្ចឹងមានថាយើងកុំអាចសរសេរជាអ្វីមួយដែលជាលក្ខណៈសម្គាល់ឲ្យគណៈកម្មការចង់បានថានេះគឺជាសញ្ញាសម្គាល់អញ្ចឹងចំពោះប្រធានបទចំពោះចំណុចរបស់ខ្ញុំមានត្រង់ប៉ុណ្ណឹងហើយចំពោះដល់វគ្គបន្ទាប់គឺភាសាផ្ទាល់មាត់ខ្ញុំនឹងជួនលោកខាងបណ្ដាលបកស្រាយសូមអរគុណ